បរោះចិត្តព្រះតាមតនប្រពន្ធលួចមានសហាយតែសុកចិត្តប្រគល់ប្រពន្ធឲ្យសហាយទាំងទឹកភ្នែកជាធ្នូនឹងគោមួយក្បាល ថ្មីនេះមានការផ្ទុះចែកចាយរឿងរ៉ាវមួយនៅប្រទេសឥណ្ឌូនេស៊ីដែលមានបរិសម្នាក់បានឲ្យដឹងថាប្រពន្ធរបស់ខ្លួនលួចមានសហាយស្មន់តែបែរជាសុកចិត្តលើកនាងឲ្យទៅគេដាច់ដូរជាមួយនឹងគោមួយក្បាលតាមព័ត៌មានបានឲ្យដឹងថារឿងរ៉ាវនេះបានកើតឡើងនៅភូមិភូដុំប៊ីស្រុកខូណេវប្រទេសឥណ្ឌូនេស៊ីដោយបរិសជាប្តីបានចាប់បានប្រពន្ធខ្លួនលួចមានសហាយតែមិនខឹងមិនស្ដីអ្វីឡើយសុកចិត្តប្រគល់នាងឲ្យទៅគេតាមរយៈពិធីសាសនាមួយហៅថាម៉ូវាសារ៉ាពូឬម៉ូសេហីតាមទំនៀមទម្លាប់ជនជាតិតូឡាគីដែលជាពិធីដោះស្រាយចំនួនអាពាហ៍ពិពាហ៍ដែលបណ្ដាលមកពីការក្បត់ចិត្តពិធីនេះតម្រូវឲ្យអ្នកទាំង3ដែលមានប្តីប្រពន្ធនិងសហាយនោះមកកមាត់ទោសគ្នានិងអហោសកម្មឲ្យគ្នាដោយសន្តិវិធីហើយខាងប្តីត្រូវដោះលែងប្រពន្ធនិងប្រគល់ឲ្យទៅអ្នកថ្មីដោយចេញពីចិត្តរីឯសហាយត្រូវធ្វើតាមពាក្យសន្យាដែលនិយាយគ្នាហើយព្រមទាំងប្រគល់សត្វគោមួយក្បាលឲ្យទៅខាងប្តីនិងលុយសុទ្ធប្រមាណ$300យ៉ាងណាមិញបរិសជាប្តីបានហាស្ដីប្រគល់ប្រពន្ធឲ្យទៅគេទាំងទឹកភ្នែកដែលសង្ឃឹមថាអ្នកថ្មីនឹងមើលថែប្រពន្ធបានល្អ